បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវថ្ងៃនេះខ្ញុំលើកវីដេអូបង្ហាញមួយទៀតស្ដីអំពីត្រាក់ទ័រ John Deere 5425បាទគឺជាប្រភេទត្រាក់ទ័រស៊េរីចាស់អញ្ចឹងវាអត់ទៅគ្នាជាមួយប្រភេទពួកយើងស៊េរីថ្មីទេប្រភេទពួកJohn Deereស៊េរីថ្មីអញ្ចឹងសាបអូសខ្លួនវាគឺវាមានចង្អូររហូតមកដល់នេះបាទហើយវាពិបាកក្នុងការរកគ្រឿងអញ្ចឹងសាបញីរបស់វាគឺវាមានទំហំខុសគ្នាកន្លែងនេះហើយមួយទៀតសំបីតែកន្លែងផ្ដាំងកថានិងតយមចេកវាក៏ខុសគ្នាដែរបាទប៉ុន្តែយើងពិបាកនៅពេលដែលយើងខូចយើងពិបាកជួសជុលអានេះព្រោះវាប្រើឈុតកងស្ពាន់វាអញញ៉ៃច្រើនណាវាដូចស៊េរីថ្មីយើងស្រួលរកគ្រឿងទេឥឡូវនេះខ្ញុំបានកែជូនភ្ញៀវគ្រឿងឲ្យចូលទៅប្រើជាមួយនឹងសំណុំពួកស៊េរីថ្មីវិញអញ្ចឹងបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាចង់កែដូចខ្ញុំចែករំលែកបទពិសោធន៍ចំណេះដឹងតិចតួចដល់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបានដឹងបានជ្រាបថាយើងកែរបៀបម៉េចអញ្ចឹងបើសិនជាយើងចង់កែពុកម៉ែបងប្អូនទាំងអស់គ្នាទៅឈូសការ៉េនេះអញ្ចឹងយើងទៅឈូសការ៉េនេះឲ្យដល់គល់ចេះមកឲ្យដូចនេះឲ្យដូចផនស៊េរីថ្មីមកប៉ុន្តែយើងត្រូវវាស់ពីគម្លាតរបស់វាផងតើគម្លាតវានេះប្រវែងប្រមាណឥឡូវឧទាហរណ៍ថាឥឡូវយើងដាក់នេះចូលចេះតោះយើងវាស់គម្លាតវាពីពីយ៉ងនេះមកប្រវែងណាអញ្ចឹងយើងវាស់មកឃើញថាប្រវែងណាអញ្ចឹងយើងត្រូវធ្វើវាឲ្យត្រូវគ្នាដើម្បីកុំឲ្យខុសនៅពេលដែលយើងរៀបចូលជាមួយស្នូលលេខនេះអញ្ចឹងវាមានបញ្ហាអញ្ចឹងឧទាហរណ៍ថាយើងវាស់នេះឃើញប្រវែងវា82ប្រវែងវា82អានេះខ្ញុំដកកណ្ដោដកអីចាញ់ហើយប្រវែងស៊ីនផុនវា82អញ្ចឹងដល់ពេលដែលយើងចាប់ផ្ដើមយើងធ្វើយើងត្រូវវាស់ដូចគ្នាយើងដាក់ផ្ដាងហើយយើងដាក់កណ្ដោនេះមកបាទនេះផ្ដាងវាយើងដាក់ផ្ដាងវាយើងដាក់កណ្ដោចេះមកយើងដាក់ flare ចេះមកចូលមកក្នុងនេះចេះមកណាហើយរួចយើងវាស់វាមកយកប្រវែង82អញ្ចឹងយើងធ្វើអញ្ចឹងយើងអាចកែច្នៃប្រើបានមានភាពងាយស្រួលមែនទែនបើសិនជាករណីពុកម៉ែបងប្អូនទាំងអស់គ្នាខូចថ្ងៃក្រោយអាចកែទៅជាចេះបានដូចខ្ញុំហើយបើសិនជាករណីថាពុកម៉ែបងប្អូនទាំងអស់គ្នាមានចងល់សួរថាជាងចង់កែរបៀបម៉េចឲ្យប្រើបានអញ្ចឹងអាចខលមកខ្ញុំបានឬក៏តាក់ទងតាមរយៈ Facebook page របស់ខ្ញុំមកហើយរួចមួយទៀតនៅពេលដែលយើងកែអញ្ចឹងពីយ៉ងចាស់របស់វាយើងលេងប្រើហើយពីយ៉ងទាំងអស់គឺយើងលេងប្រើហើយអញ្ចឹងគឺយើងចាប់ដើមរៀបពីយ៉ងថ្មីចូលវិញពីយ៉ងថ្មីចូលចំនួន4គ្រាប់ហើយនឹងយើងដូរស្នួរនេះមកស្នួរអាហ្នឹងបានយើងអាចរៀបចូលស៊េរីថ្មីប្រើវិញបានបើសិនតែយើងដាក់ពីយ៉ងចាស់វាគឺរត់អត់ត្រូវថ្មិញគ្នាជាមួយពីយ៉ងស្នួរលេខនេះទេអញ្ចឹងយើងត្រូវតែដូរអានេះមកស្នួរដូរពីយ៉ងក្រោមនេះមកស្នួរនេះអានេះពីយ៉ងពួកស៊េរីថ្មីអញ្ចឹងយើងត្រូវតែដូរវាចេញបើថាយើងអត់ដូរចេញទេដាក់ទៅវារត់អត់ត្រូវទេនេះពីយ៉ង5425បាទអានេះពីយ៉ងវា5425ពីយ៉ងគល់នេះហើយអានេះពីយ៉ងពួកណែ5715ឬក៏65 75អីគឺត្រូវគ្នាអញ្ចឹងយើងអាចដូរវាវិញឃើញពីយ៉ងខុសគ្នាធំទូចអញ្ចឹងយើងអាចដាក់ទៅវាត្រូវស៊ីគ្នាជាមួយស្នូលលេខលើនេះទេអញ្ចឹងគឺយើងទៀមទាឲ្យយើងដូរពីយ៉ងនេះចំនួន4គ្រាប់បានយើងអាចដាក់កើតបាទហើយវីដេអូនេះក៏មានតែប៉ុណ្ណេះដែរនេះគ្រាន់តែជាចំណេះដឹងតិចតួចដើម្បីចែកម្លែកដល់បងប្អូនទាំងអស់គ្នាដែលប្រើប្រាស់ត្រាក់ទ័រ John Deere បាទហើយទីចុងក្រោយកុំភ្លេចជួយ like ជួយ share មួយវីដេអូឲ្យខ្ញុំផងដើម្បីធ្វើជាកម្លាំងចិត្តដល់ខ្ញុំទៅថ្ងៃក្រោយនៅពេលដែលមានបទពិសោធន៍ថ្មីខ្ញុំនឹងធ្វើវីដេអូចែកម្លែកថែមទៀតបាទហើយជាចុងក្រោយក៏សូមអរគុណសូមជម្រាបលាដែលពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែគាំទ្រនិងទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់
បាទសូមអរគុណសូមជម្រាបលា